Ok តោះឥឡូវយើងចូលមកកាន់ lab ទី2របស់យើងគឺយើងនិយាយពី operation នៅក្នុង actual statement ចំណុចទី1យើងនិយាយពី and នេះលោកគ្រូតម្រូវឲ្យយើងអានយើងអានជាភាសាខ្មែរហើយនេះយើងអានជាអង់គ្លេស select first name sorry from employee where department ID ស្មើ3 and sorry ធំជាង5000ហើយយើងអានមកបានថាយើងទាញយក first name and sorry ពី table employee ដោយយកតែទិន្នន័យណាដែលមាន department ID ស្មើ3និង salary ធំជាង5000ក្នុងករណីនេះដែរតើតែត្រូវទាំងពីរលក្ខខណ្ឌទើបវា query ចេញមកបើត្រូវតែមួយអត់ត្រូវគឺវាអត់យកមកទេអូខេទី2គឺ or នេះវាអានជាអង់គ្លេស select first name sorry from employee where department ID ស្មើ30 or sorry ធំជាង5000អូខេនេះគឺជាkeyword មួយឥឡូវយើងអានជាខ្មែរគឺថាយើងទាញយក first name sorry ចេញពី table employee ដោយយកតែទិន្នន័យណាដែលមាន department ID ស្មើ30ហើយឬក៏ salary ធំជាង5000ក្នុងករណីនេះគឺទាំងពីរហ្នឹងឲ្យតែមានត្រូវមួយណាគឺទិន្នន័យវាចេញមកហើយបើ n តើត្រូវទាំងពីរនេះគឺ at least ត្រូវមួយគឺវាយកមកហើយអូខេអញ្ចឹងចំពោះទី3 n និង or select first name sorry from employee where department ID ស្មើ30 and salary ធំជាង5000 or salary ធំជាង3000អូខេអានេះយើងវែងបន្តិចបានន័យថាយើងទាញយក first name and salary ចេញពី table employee ដែលយកតែ department ID ស្មើ30និង salary ធំជាង5000ឬក៏ salary នឹងតូចជាង3000បានន័យថាម៉េចបានន័យថាក្នុងចំណោះនេះឲ្យតែមានទិន្នន័យធំជាង5000ឲ្យតែត្រូវមួយគឺយកមកហើយនេះហើយចំពោះអាត្រូវមួយនេះយកមកយើងមកប្រៀបធៀបមកនេះតើត្រូវមកនេះទៀតបានទិន្នន័យនឹងវាចេញមកបើសិនជាត្រូវតែប៉ុណ្នេះអត់ទាន់ចេញមកទេត្រូវតែព្រៀងទាត់មកនេះសិនអូខេចំពោះ like នេះselect first name from employee where first name like as percent នេះ and department ID ស្មើ20បានន័យថាយើងទាញយកទិន្នន័យ first name ចេញពី table employee ដែល select យកតែទិន្នន័យណាដែលមាន first name ចាប់ផ្ដើមដោយអក្សរ S និង department ID ស្មើ20នៅខាងនេះគឺវាមាន n អញ្ចឹងបានន័យថាតើតែទិន្នន័យឈ្មោះ first name ហ្នឹងចាប់ផ្ដើមដោយអក្សរ S និង department ID ស្មើ20ទៅវាចេញទិន្នន័យមកអាហ្នឹងចំពោះទី5 in និង or select first name from employee where department ID in 20 10 or salary ធំជាង8000នេះយើងអានជាខ្មែរបានន័យថាទាញយក first name ចេញពី table employee ដោយយកតែទិន្នន័យណាដែលមាន department ID ស្មើ10ឬក៏20ឬក៏ហ្នឹងហើយ department ID ហ្នឹង in ហ្នឹងมันថាវាស្មើមិនដែលវាស្មើអាចស្មើ10អាចស្មើ20យ៉ាងហ្នឹងណាស្មើ10ឬស្មើ20ឬក៏ salary ធំជាង3000ក្នុងករណីនេះត្រូវតែនេះក៏យកត្រូវតែនេះក៏ query ទិន្នន័យចេញមកហើយត្រូវតែនេះក៏ចេញមកដែរអូខេចំពោះចំណុចទី6គឺ between និង and between និង and ហ្នឹងបានន័យថារាល់ទិន្នន័យដែលនៅចន្លោះហ្នឹង select first name sorry from employee where sorry between 3000 and 3000 and department ID ស្មើ30អូខេអញ្ចឹងយើងបានន័យថាយើងទាញយកទិន្នន័យ first name select យក first name sorry ចេញពី table employee ដោយយកតែទិន្នន័យណាដែលមាន salary ចន្លោះពី3000ទៅ5000 3000ទៅ8000ហើយនឹង department ID ស្មើ30អញ្ចឹងឲ្យតែប្រាក់ខែចន្លោះពី8000ទៅ3000ហើយ department ប៉ុណ្ណឹងគឺ query ចេញមកហើយអូខេចំណុចទី7គឺ is null និង or select first name from employee where department ID is null or
is null or department ID ស្មើ10បានន័យថា select your first name បើទាញយក first name ចេញពី table employee តើយក title ណែណាដែលមាន department ដែលគ្មាន department ID នេះ is null នេះបានន័យថាវាអត់មានតន័យ empty អញ្ចឹងទាញយកតន័យ first name ចេញពីនេះដែល department ID នឹងទទេហើយឬក៏ department ID ស្មើ10អញ្ចឹងពីរនេះអាស្មើ10គឺស្មើ10បើមានក៏ចេញមកហើយអាគ្មានក៏ចេញមកដែរនេះនឹងអូខេអញ្ចឹង operator របស់យើងនេះនឹងមានតែប៉ុណ្្នឹងសម្រាប់ lab ទី2អូខេអរគុណច្រើន